ส่วนแปะปนเธอไม่ชอบจะบุยปะปนตีซาบอดดมลุเรียยังไม่เนี่ยนอมบอดดมมาไปแก่ประเทศปะไว้มาบอดดมในครองสองตื้อว่าเธออย่างนะดำใบกัดปะทอยการนอมโจดำใบช่วยกองโจผลิตภัณฑ์ขนมสรกช่วยประกาศการเยี่ยนั่งแต่เนี่ยนั่งจำนวนเราไปเชี่ยวประวัติในขนมสรกนั่งวิสัยไอ้จุดขนมสรกประมาณนี้มันท่าเสบียงอาหารจำในอาหารเกี่ยวกับกสิกรรมหรือสัพพกรรมหรืออย่างนั้นผลิตរបស់ប្រើប្រាស់ក៏ដូចក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋនៅពេលដែលបានឮប្រសាសន៍របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតកតងនឹងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនិងក្រសួងពាក់ព័ន្ធរួមគ្នាគ្រប់គ្រងផលិតផលក្នុងស្រុកពីនាងខ្ញុំទៅគឺគ្រប់គ្រងនៅប្រសាសន៍របស់សម្ដេចបវរធិបតី 100% ឃើញថាមានតែការរួបរวมទេដែលធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើននិងធ្វើឲ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំក៏ប៉ុន្តែឃើញថានៅក្នុងប្រទេសកម្ពុជាយើងមានបណ្ដាអុកញ៉ាដែលជាសេដ្ឋីលុយវ៉ាលៀនមានចំនួនច្រើនអ្នកមែនទែនរហូតដល់ 1432 នាក់បើយោងតាមទិន្នន័យរបស់សមាគមអុកញ៉ាឆ្នាំ 2023 បើយើងក្រឡេកទៅមើលលើអាជីវកម្មហើយនិងសហគ្រិនរបស់អុកញ៉ានីមួយឃើញថាពួកគាត់ផ្ដោតលើវិស័យឧស្សាហកម្មខ្លាំងមែនទែនបន្ទាប់ពីវិស័យឧស្សាហកម្មមកឃើញថាអុកញ៉ាមួយចំនួនចូលចិត្តធ្វើលើវិស័យអចលនទ្រព្យដូចជាការពុះដីឡូតនិងសាងសង់បរិយាសម្រាប់លក់ជាដើមក្រៅពីវិស័យពីរហ្នឹងពួកយើងក៏បានមើលឃើញថាអុកញ៉ានៅប្រទេសកម្ពុជាភាគច្រើនប្រកបរបរនាំចេញនាំចូលជាពិសេសគឺនាំអីវ៉ាន់ពីប្រទេសលេខ2មកប្រទេសកម្ពុជាយើងនឹងហ្មងឃើញថាក្រោយពីប្រទេសកម្ពុជាយើងមានបញ្ហាជាមួយនឹងប៉ែកខាងលិចមកសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអំពាវនាវផងដែរជាមួយនឹងការជំរុញនិងលើកទឹកចិត្តដល់អ្នកផលិតនិងអ្នកប្រើប្រាស់ឲ្យចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនក្រោយពីការអំពាវនាវរបស់សម្ដេចបវរមកឃើញថាផលិតផលកូនខ្មែររីកដុះដូចផ្សិតប្រជាជនកម្ពុជាក៏នាំគ្នាគ្រប់គ្រងនៅផលិតផលក្នុងស្រុកជាហូរហែដូចនេះហើយទើបនាងខ្ញុំផលិតវីដេអូនេះឡើងដើម្បីស្នើសុំដល់នាយករដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជំរុញនិងលើកទឹកចិត្តដល់អុកញ៉ាដែលជាសេដ្ឋីវ៉ាលៀននៅប្រទេសកម្ពុជាងាកមកមើលប្រជាជននិងប្រជាកសិករដែលប្រកបរបរជាកសិកម្មឃើញថានៅប្រទេសកម្ពុជាយើងគឺមានដីសម្រាប់ធ្វើផលិតផលកសិកម្មនេះគឺមានទំហំធំមែនទែនរហូតដល់4លានហិកតាហើយប្រជាជនទូទាំងប្រទេសកម្ពុជាស្ទើរតែជាង 90% ហើយគាត់គឺជាកសិករដែលប្រកបរបរជាកសិកម្មហើយដំណាំដែលពួកគាត់ដាំដុះច្រើនជាងគេគឺដំណាំស្រូវកត្តាដែលជំរុញឲ្យពួកគាត់ដាំដំណាំស្រូវបានច្រើនក៏ដោយសារតែនៅប្រទេសកម្ពុជាយើងគឺមានដីមានជីជាតិអាកាសធាតុអំណោយផលលើដំណាំស្រូវករណីនេះផងដែរប្រសិនបើតម្លៃស្រូវនៅប្រទេសកម្ពុជាមានទីផ្សារល្អនិងមានប្រព័ន្ធទឹកគ្រប់គ្រាន់សម្រាប់ឲ្យពួកគាត់ប្រកបរបរមួយនេះនាងខ្ញុំគិតថាប្រជាពលរដ្ឋនៅប្រទេសកម្ពុជាកាត់បន្ថយការចំណាកស្រុកហើយនឹងមានជីវភាពធូរធារប្រសើរច្រើនមែនទែនតាមការរៀបរាប់ហោហែរបស់នាងខ្ញុំមកនេះគឺមានការចង់ស្នើសុំដល់បណ្ដាអុកញ៉ាទូទាំងប្រទេសកម្ពុជាដែលអស់លោកសម្បូរទៅដោយធនធានមុខមាត់ទីផ្សារនាំចេញនាំចូលទៅក្រៅប្រទេសនិងក្នុងស្រុកជាច្រើនសូមអុកញ៉ាជួយបោះទុននិងបណ្ដាក់ទុនមកលើវិស័យកសិកម្មឲ្យបានទូលំទូលាយផងដូចជាការសាងសង់រោងម៉ាស៊ីនសម្រាប់សម្ងួតស្រូវរោងម៉ាស៊ីនកិនស្រូវដើម្បីនាំអង្ករចេញទៅក្រៅប្រទេសជាពិសេសគឺបោះទុននិងបណ្ដាក់ទុនក្នុងអំឡុងពេលកសិករប្រមូលផលស្រូវដើម្បីទិញស្រូវស្តុកទុកក្នុងរោងពេលដែលកសិករប្រមូលផលហើយទីផ្សារនាំចេញកំពុងតែធ្លាក់ថ្លៃសរុបរួមមកក្នុងប្រទេសកម្ពុជាយើងប្រសិនបើលើកស្ទួយលើវិស័យកសិកម្មបានល្អនោះជីវភាពរបស់ប្រជាជនកម្ពុជាយើងក៏ល្អប្រសើរដែរឃើញថាក្នុងឆ្នាំ 2025 នេះគឺតម្លៃស្រូវមានការធ្លាក់ចុះខ្លាំងមែនទែន ត
កតងជាមួយនឹងពូជស្រូវ54តែមិនមែនជាពូជស្រូវរបស់ប្រទេសកម្ពុជាយើងទេតែជាពូជស្រូវរបស់ប្រទេសវៀតណាមនាងខ្ញុំក៏ដូចជាប្រជាជនទូទាំងប្រទេសកម្ពុជាសង្ឃឹមយ៉ាងមុតមមទៅលើទីផ្សាររបស់ស្រូវវស្សាដែលជាស្រូវពូជរបស់ប្រទេសកម្ពុជាយើងដូចជាស្រូវផ្ការំដួលស្រូវម៉ាលីនិងមានតម្លៃសមរម្យដែលអាចឲ្យកសិករទទួលយកបានដែលអាចឲ្យពួកគាត់យកមកទូទាត់ជាមួយនឹងថ្លៃជីថ្លៃម៉ាស៊ូតថ្លៃឈ្នួលថ្លៃកម្មករផ្សេងថ្លៃឈ្នួលម៉ាស៊ីនច្រូតផ្សេងអាចទូទាត់បាននៅសល់កម្រៃខ្លះក្នុងអំឡុងពេលប្រមូលផលនេះឃើញថាមានកសិករចំនួនច្រើនមែនទែនទូទាំងប្រទេសកម្ពុជាមានការត្អូញត្អែរជាមួយនឹងតម្លៃស្រូវខ្លាំងមែនទែនដោយសារតែគាត់មានការខ្ចីប្រាក់ធនាគារដើម្បីមកធ្វើជាដើមទុនដើម្បីធ្វើស្រែធ្វើចម្ការប៉ុន្តែនៅពេលដែលប្រមូលផលមកគឺគាត់លក់ស្រូវបានក្នុងតម្លៃថោកអញ្ចឹងហើយគាត់មិនអាចពង្វិលដើមទុននឹងយកទៅសងធនាគារបានវិញទេដោយសារតែឃើញថាកសិកររងនៅសម្ពាធនិងបញ្ហាជាច្រើននេះហើយទើបនាងខ្ញុំសម្រេចចិត្តធ្វើវីដេអូនេះឡើងដើម្បីស្នើសុំដល់រដ្ឋាភិបាលនិងបណ្ដាអង្គការឲ្យជួយនៅត្រង់ចំណុចនេះឲ្យបានមានភាពរីកចម្រើនដើម្បីឲ្យប្រទេសជាតិយើងរីកចម្រើនទាំងអស់គ្នាក្នុងវីដេអូនេះផងដែរនាងខ្ញុំក៏បានដកស្រង់ជាមួយនឹងឯកសារជំរឿនឆ្នាំ2023លើវិស័យកសិកម្មមកដាក់ជូនបង្ហាញផងដែរតកតងជាមួយនឹងឯកសារជំរឿននេះក៏ដូចជានាងខ្ញុំលើកពីដើមវីដេអូផងដែរថាប្រជាពលរដ្ឋដែលជាកសិករគាត់ប្រកបរបរដាំដុះច្រើនជាងគេគឺដំណាំស្រូវហើយអ្វីដែលជាចំណុចសំខាន់ក្នុងវីដេអូនេះផងដែរគឺចង់ឲ្យតម្លៃស្រូវនៅប្រទេសកម្ពុជាមានតម្លៃសមរម្យដែលកសិករអាចទទួលយកបានជាចុងបញ្ចប់នៃវីដេអូនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូនាងខ្ញុំតាំងពីដើមរហូតដល់ចប់សម្រាប់បងប្អូនដែលពេញចិត្តជាមួយនឹងវីដេអូនាងខ្ញុំសូមមេត្តាចុច Subscribe លើវីដេអូរបស់នាងខ្ញុំដើម្បីទទួលបានវីដេអូថ្មីទៀតពីនាងខ្ញុំទៅក៏សូមអធិស្ឋាននិងអភ័យទោសដល់ថ្នាក់គ្រប់គ្រងប្រទេសទាំងមូលក៏រួមទាំងបណ្ដាអង្គការទូទាំងប្រទេសកម្ពុជាទាំងមូលរាល់សម្ដីលើសលួសអចេតនាដោយពុំដឹងខ្លួនមួយណាក៏សូមអធិស្ឋានដោយក្តីអនុគ្រោះពីនាងខ្ញុំហុងសីហា